កណាស្គាល់ដេគុណមួយអង្គតាំងពីឆ្នាំ91ឥឡូវ32ឆ្នាំហើយជាបើសម្រាប់ជីវិតអាត្មាដេគុណអង្គហ្នឹងមនុស្សលោកបរិសុទ្ធធ្វើអាត្មាសង្កេតលោក30ឆ្នាំជាងលោកបរិសុទ្ធផ្លូវចិត្តបរិសុទ្ធមានន័យថាលោកត្រង់នឹងសេចក្តីនឹងសច្ចធម៌មានន័យថាជាមនុស្សដែលអត់មានការសំដែងបើលោកល្អបើលោកនិយាយល្អមានន័យថាចិត្តរបស់លោកនោះគឺល្អហ្មងតែបើថាលោកនិយាយពាក្យអាក្រក់មានន័យថាលោកចិត្តលោកគឺអាក្រក់ចំពោះអ្នកហ្នឹងហ្មងលោកត្រង់អញ្ចឹងហ្មងបើថាលោកមិនពេញចិត្តទេលោកថាកុំមកចិត្តលោកមានន័យថាលោកនិយាយពិតតែបើលោកថាលោកឲ្យមកមានន័យថាលោកឲ្យមកមែនចិត្តហ្នឹងវាត្រង់អញ្ចឹងពួកយើងមានចរិតពីរមនុស្សធម្មតាក្នុងសង្គមចរិតទី1គេហៅចរិតឯកជនហ្នឹងគឺចរិតពិតរបស់យើងហើយអាចចរិតមួយទៀតចរិតសាធារណៈដោយអស់លោកអញ្ជើញមកអញ្ចឹងយើងនាំគ្នាអង្គុយស្មើរុំទុំទាំងអស់គ្នាទាំងហ្នឹងដើម្បីឲ្យគេមើលឃើញមកយើងល្អដែរតែអាត្មាក៏ព្យាយាមរៀបរឹកចឹងដែរណាដើម្បីឲ្យគេមើលឃើញថាព្រះអង្គមកក៏សុគតស្គុំដែរប៉ុន្តែអានេះចរិតសាធារណៈទាំងអស់គ្នាពួកយើងនាំគ្នាធ្វើចឹងទាំងអស់គ្នាប៉ុន្តែយើងចាប់ប្រជុំហើយដល់ពេលដែលយើងចូលប្រទេសហើយយើងនៅតែម្នាក់ឯងយើងមើលខ្លួនយើងអានោះហើយជាយើងហ្នឹងហើយមនុស្សយើងសត្វមានចរិតតែមួយទេពួកយើងបើខឹងគ្នាឥឡូវនេះអត់ទេគិតក្នុងចិត្តតែឯងចាំមើលជាប់ប្រជុំហើយតែសត្វហ្នឹងតែសត្វមានចរិតតែមួយអស់លោកសត្វកាលណាតែវាគឺវាខំតម្រងសត្វព្រោះសត្វមានធម្មជាតិតែមួយឧទាហរណ៍ដូចឆ្កែអញ្ចឹងតែយើងធាក់វាយើងប៉ះវាយើងវាយវាខំយើងបើមនុស្សអត់ទេយើងព្រោះដោយសារយើងមានចរិតពីរអញ្ចឹងចរិតមួយដែលអាត្មានិយាយមិញគឺចរិតសម្ដែងបែបសាធារណៈហ្នឹងជួនកាលយើងសងសឹកគ្នា30ឆ្នាំក្រោយមកនោះព្រោះយើងអត់ទាន់មានឱកាសអញ្ចឹងមនុស្សសង្គមរបស់យើងហ្នឹងគឺស្ថិតនៅក្រោមអំណាចនៃធម្មជាតិរបស់មនុស្សលោកពីរយ៉ាងហ្នឹងឯងទី1ធម្មជាតិពិតនៃផ្លូវចិត្តទី2ទៀតជាចរិតបែបគេហៅសម្ដែងទាំងអស់គ្នាហ្នឹងហើយអញ្ចឹងយើងមានពីរហ្នឹងអស់លោកមានពីរហ្នឹងឯងណាជួនកាលយើងរៀបការជាមួយនឹងមនុស្សដែលយើងអត់ស្គាល់ទេមានន័យថាចិត្តដែលយើងជួបគ្នាគឺជាចិត្តសម្ដែងទាំងអស់គ្នាខ្ញុំស្រឡាញ់អ្នកស្រឡាញ់ខ្ញុំខាងបរិសុទ្ធក៏សម្ដែងខាងស្ត្រីក៏សម្ដែងដល់ពេលដល់ដំណាក់កាលមួយអារូបពិតចេញមកគឺតាមពិតមនុស្សពីរនាក់ហ្នឹងអត់ស្រឡាញ់គ្នាផងអញ្ចឹងត្រឡប់មកវិញអាត្មាចម្រើនពរខ្លួនឯងផ្ទាល់ទេថាជោគជ័យអ្វីក៏ដោយវាសិតតែជាលៀបកាវាសិតតែជាអ្វីដែលយើងអាចទទួលយកបាននៅក្នុងជីវិតតែមិនគួរប្រើភាពជោគជ័យឬក៏ទ្របជាអ្វីជាធម្មជាតិដែលយើងខ្លួនមានដូចថាយើងជំនាញនេះយើងជំនាញនោះយើងចេះនេះយើងចេះនោះល្អប្រសើរជាងនេះនោះមិនគួរប្រើប្រាស់អាទ្របដែលយើងមានជាបញ្ញាញាណក្តីជាទ្របជាសម្ភារៈក្តីប្រើជារបស់ទាំងអស់ហ្នឹងដើម្បីនឹងប្រមាថកើតទានឬក៏មិនឲ្យតម្លៃអ្នកដទៃទេដែលនៅក្នុងធម៌លោកឲ្យមានសន្តោសៈនៅក្នុងជីវិតមានសន្តោសបងកណាតែអស់លោកមិនឲ្យតម្លៃអ្នកដទៃស្មើនឹងអស់លោកដាំពូជមួយគេហៅពូជពៀវេរាមនុស្សបើតសើអាចភ្លេចបើយើងតសើគេអាចភ្លេចពេលមួយក្នុងជីវិតតែបើយើងមើលងាយគេប្រមាថកើតទានទៅអានោះអត់ភ្លេចទេហើយអ្នកនោះថ្ងៃណាមួយនឹងមកប្រហារលោកហើយហ្នឹងច្បាស់ហ្មងមនុស្សអាចភ្លេចគុណអ្នកដទៃតែមនុស្សមិនអាចភ្លេចការសងសឹករបស់អ្នកដទៃនេះធម្មជាតិរបស់មនុស្សសាមញ្ញពួកអ្នកកំពូលមនុស្សដូចជាព្រះពុទ្ធអីលោកបំភ្លេចចោលហើយរឿងទាំងអស់នេះតែមនុស្សធម្មតាដូចពួកយើងនេះអត់ភ្លេចទេអត់អីទេឯងកាលធ្វើការនៅអាស៊ានអីសាលាហ្នឹងឯងមើលងាយអញឯងមើល
មនុស្សណាទៀតណាមនុស្សណាអស់លោកក្នុងជីវិតអាត្មាធ្លាប់ស្អប់មនុស្សម្នាក់រហូតដល់រាល់ថ្ងៃស្អប់ដល់រាល់ថ្ងៃជិត40ឆ្នាំស្អប់រឿងអីរឿងអំបុកមកក្តាប់នៅក្មេងឆ្នាំ8ជាងអស់លោកឃ្លានណាស់ក្នុងស្រុកសង្គ្រាមគេដាល់អំបុកវាឃ្លានវាញ័រខ្លួនវាឃើញគេដាល់អំបុកវាឃ្លានយើងវាក្មេងវាឃ្លានចឹងទៅឈួរចិត្តគេដាល់ឈួរនឹងឈួរឲ្យគេឲ្យមិនតែមិនហ៊ានសុំគេឲ្យមែនគេឲ្យឲ្យភ្ជាប់នឹងពាក្យមួយថាយេអាឡាហាមនេះកម្មមិនតន់ដាល់ហើយមិនក៏មិនមកហៅយកមកក្តាប់ចេញឲ្យឆ្ងាយយូរមែនបុកនឹងយូរទៅចាក់ចោលក្នុងស្រែតែក្នុងចិត្តថាជាមួយអញធំឡើងសម្រាប់អាតានេះនៅចិត្តទៅនៅពីតូចសាហាវដល់ប៉ុណ្ណឹងញ័រទៅត្រូវចឹងអត់ស៊ីអាបុកនឹងហើយស្អប់រហូតដល់រាល់ថ្ងៃហើយអាត្មាព្យាបាលដួងចិត្តនឹងអត់ជារហូតដល់រាល់ថ្ងៃរឿងនេះវាកើតមាននៅក្នុងជីវិតហើយអស់លោកក៏ធ្លាប់កើតដែរអាត្មាដឹងទន្ទឹមនឹងការស្អប់តែហ្នឹងក៏ធ្លាប់ដឹងគុណមនុស្សដទៃដែលបង្ហាញសេចក្តីល្អរបស់យើងធ្លាប់តាមរੂមនុស្សម្នាក់ដែរជាង30ឆ្នាំតាមរੂមានពេលមួយនោះវាឃ្លានចឹងទៀតនៅពីតូចកណាមិនដឹងមិនចេះតែឃ្លានមានអានំមួយគេហៅនំស្រុកស្រែគេហៅនំពុំអនស្រុកយើងក៏មាននៅក្រុងហ្នឹងថ្មចាំរហូតដល់ថ្ងៃម៉ោងប្រហែល3គាត់ទិញនំហើយទិញនំតែមួយទេកាលឆ្នាំ8ជាងហ្នឹងដោយអំណាចឃ្លានអស់លោកហ៊ានលូកដៃដោយមិនវាក្មេងនោះលូកដៃលូកវាមិនដូចថាលូកទៅសុំអញ្ចឹងប៉ុន្តែលូកមិនដល់ផងគាត់ហុចគាត់ហែកនំមកជាហៀងហ្នឹងឲ្យហើយក៏បែកគ្នាតាំងឆ្នាំ83 84មកហើយអាត្មាតាមរੂមនុស្សហ្នឹងរហូតចង់សងគុណនឹងអាគុណបំណាច់នៃនំពុំមកជាហៀងហ្នឹងតែមិនដឹងឆ្នាំតែមិញថាគាត់ស្លាប់បាត់ហើយអញ្ចឹងអាត្មាឃើញនៅក្នុងជីវិតខ្លួនឯងមានពិសោធន៍ពីរទី1ការប្រមាថការទៀនទី2ការចែករំលែកនៅសេចក្តីល្អជោគជ័យរបស់អស់លោកជារឿងល្អហើយតែក៏គួរណាកុំខ្លាយទៅជាឧបករណ៍មួយសម្រាប់លើកតម្លៃខ្លួនឯងហើយប្រមាថអ្នកដទៃនេះជាវិធីសាស្ត្រជាដំណើរជីវិតដែលល្អបំផុតដល់អញ្ចឹងហើយថ្មចេះតែលោកៈយុខ្លួនឯងរហូតដល់ពេលនេះជោគជ័យក្តីនៅក្នុងជីវិតសិក្សារៀនសូត្រអីទាំងអស់ហ្នឹងតែងតែព្យាយាមថារបស់ទាំងអស់នេះវាជារបស់មួយដាច់ដោយឡែកទេវាអត់តាក់ទងនឹងជីវិតអស់លោកអ្នកផ្សេងទេអញ្ចឹងយើងក៏គួរណាស់តែកុំប្រើប្រាស់អារបស់ដែលយើងមានក្នុងជីវិតហ្នឹងទៅប្រមាថអ្នកដទៃកុំឲ្យអស់លោកមានទ្រព្យក៏មានត្រេកអរល្អហើយអស់លោកចេះដឹងល្អហើយអស់លោកមានសញ្ញាបត្រធំល្អហើយអស់លោកពាក់អាវធំមានខ្វាសេល្អហើយតែកុំទៅប្រមាថអ្នកដើររើសអេតចាយអ្នកលក់លះអ្នកអីបានតែអានោះពីអាក្រក់ណាស់អស់លោកពីណាហើយចាំមុខចាំល្អណាស់ហើយជីវិតធម្មជាតិវាវិវត្តអត់ឈប់ទេថ្ងៃនេះអស់លោកឃើញថ្មជាមួយលោកគ្រូគូសុភាពនៅទេសនាអស់លោកស្ដាប់ពីជីវិតអាចដឹង10ឆ្នាំទៀតតើអស់លោកឃើញថ្មនៅណាអាចរត់ទៅដប់នៅស្ពានចូលជំនាន់នេះក៏មិនដឹងយ៉ាងម៉េចក៏អត់ដឹងអត់ទៀងទេអស់លោកអត់ទៀងទេឥឡូវអស់លោកអោធំជាងការអស់លោកអាចមានវិបត្តិជីវិតអីធ្លាក់ទៅយ៉ាងម៉េចទៀតក៏មិនដឹងឬក៏អាចអនាគតទៅលោកអាចទៅរដ្ឋមន្ត្រីក្រសួងធម្មការក៏មិនដឹងទេអាចទេមើលទៅអត់ទេវាអត់ទៀងអញ្ចឹងទេយោបល់អាត្មាជូនថាអ្វីជោគជ័យនៅក្នុងជីវិតគួរណាស់ខ្លាយទៅជាទ្រព្យមួយសម្រាប់ជួយសង្គមតាមជាជាងទ្រព្យមួយសម្រាប់បង្កវិបត្តិដល់សង្គមនេះជាការចែកម្លែកមួយដ៏ប្រសើរបំផុតដូចពាក្យឃើញពាក្យអ្នកមានម្នាក់គាត់មានប្រសាសន៍ត្រូវគាត់ដែរគាត់ថាយើងមានតែយើងទេអ្នកក្រមដែលមកសុំអីយើងហូបទេកុំទៅមើលងាយគាត់យើងចេះតែយើងទេកុំទៅមើលងាយអ្នកល្ងងតែគួរតែជួយគ្នាគួយបណ្ដោះគ្នាចេះប៉ុន្តែកុំទៅមើលងាយគ្នាអត់សុំអីយើងទេអញ្ចឹងឆ្លើយនៅសំណួរលោកៈយុថា
ជោគជ័យអ្វីដែលមានគួរខ្លាយទៅជាមរតកមួយសម្រាប់ប្រើប្រាស់ជួយសង្គមច្រើនជាងការប្រមាថការទៀនអ្នកណាម្នាក់នៅក្នុងសង្គមសូម្បីតែម្នាក់ដែរក៏កុំដែរព្រោះពៀពូជនេះតែដាំឲ្យដោះឲ្យអស់លោកអាពូជពៀនេះពូជប្រមាថពូជមើងងាយនេះតែដាំដោះរបងតែដោះឲ្យមិនងាយងាប់ទេមិនងាយទេដូចនៅវត្តថ្មតែដូចតាមប្រវត្តិដូចរឿងដែលគាត់ខឹងបំផុតរឿងខ្មោចអ្នកមានខ្មោចអ្នកក្រដុតនៅវត្តណាឡោមដែលគាត់ចូលគុំនេះហ្នឹងគាត់នៅគាត់លេខ2គាត់លេខ2ចាប្រឆាខ្មោចវត្តណាឡោមចិត្តណាគេខ្មោចអនាថាយកមកចិត្តដុតហើយស្រាប់តែមានខ្មោចអ្នកមានមួយគេយកមកអាចារ្យភ្លុកហ្នឹងយកអាខ្មោចអ្នកក្រហ្នឹងចេញសិនដុតខ្មោចអ្នកមានដូចឃើញអូសំបីតែខ្មោចក៏អត់មានយុត្តិធម៌ដែរខឹងភ្លាមខឹងដល់ពេលគេបបួលចូលគុំនេះនិយាយពីរឿងភាពយុត្តិធម៌ស្មើចូលព្រឹបតាមពិតដូចអត់មានស្អប់មនុស្សនៅគុកទួលស្លែង 10000 នាក់ហ្នឹងទេដូចស្អប់រឿងមួយរឿងតាក់ទងខ្មោចទេប៉ុន្តែវាពូជនឹងវាដោះយូរទៅវាធំទៅឃើញអ្វីទាំងអស់គឺសិតតែជាអយុត្តិធម៌ទាំងអស់នេះបរាជ័យនៅក្នុងសង្គមមួយដែលមិនគិតអំពីសិលធម៌របស់មនុស្សនៅក្នុងសមាគមនៅក្នុងសង្គមនោះអញ្ចឹងទ្រឹស្ដីអប់រំសិលធម៌នោះជារឿងចាំបាច់បំផុតនៅក្នុងសង្គមមួយបើសង្គមនឹងអត់សិលធម៌ទេរស់នៅអត់បានសុខទេថ្ងៃណាមួយសង្គមយើងនឹងដួលប្រសិនបើអត់មានគុណធម៌សិលធម៌នៅក្នុងជីវិតរបស់មនុស្សនោះទេ